សូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទចំណូបានមកដល់ក្នុងបាទបរិវេណវត្តចន្ទបច្ចុប្បន្នារាមហើយវត្តសពហើយដើម្បីបាទផ្ដិតយកទស្សនវិជ្ជានៅថ្ងៃទី21ខែមេសាឆ្នាំ2025នេះឲ្យពុកម៉ែបងប្អូនបាទលោកយាយលោកតាពុទ្ធបរិស័ទបានទស្សនាទស្សនវិជ្ជានៅក្នុងវត្តទាំងអស់គ្នាហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានបាទ Subscribe បាទ Channel ចំណូទេកុំភ្លេចបាទជួយ Subscribe បាទម្នាក់មួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗបច្ចុប្បន្នភាពនៅក្នុងបរិវេណវត្តសពបាទតោះឥឡូវបាទតាមដានទស្សនាវីដេអូពេញជាមួយខ្ញុំបាទចំណូទាំងអស់គ្នាបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបាទចំណូបានមកដល់បរិវេណខាងក្នុងបាទវត្តចន្ទបច្ចុប្បន្នារាមហៅវត្តសពហើយបាទនៅថ្ងៃទី21ខែមេសាឆ្នាំ2025បាទថ្ងៃនេះមេឃរៀងសតុំតិចដែរហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងផ្ដិតយកទស្សនវិជ្ជានៅបរិវេណបាទខាងក្នុងវត្តដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនបាទលោកយាយលោកតាបានឃើញទាំងអស់គ្នាសម្រាប់ព្រឹកនេះតើទស្សនវិជ្ជាបាទនៅក្នុងវត្តមានទស្សនវិជ្ជាយ៉ាងណាដែរបាទកុំភ្លេចតាមដានទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមកធ្វើដំណើរទៅមុខបន្តទៀតដើម្បីបង្ហាញបាទទស្សនវិជ្ជានៅព្រឹកនេះហើយដូចវីដេអូដែលខ្ញុំបានថតជារៀងរាល់ថ្ងៃអញ្ចឹងបាទដំបូងគឺខ្ញុំចង់បង្ហាញទស្សនវិជ្ជានៅខាងក្នុងបរិវេណវត្តសិនហើយវីដេអូបន្តទៀតខ្ញុំនឹងផ្ដិតយកបាទទស្សនវិជ្ជាផ្សេងទៀតបាទដូចជានៅកោះនិងនៅខាងក្រៅបរិវេណវត្តជាដើមដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញសពគ្រប់ទាំងអស់អញ្ចឹងណាបាទហើយនេះផ្លូវតែធ្វើពីអត់យើងមកដល់ធ្វើទៅដល់ខាងមុខនោះហើយណាបានមកដល់ថ្ងៃនេះបាទដំណើរការនៃការសាងសង់ខ្ញុំសង្កេតឃើញថាជាងមកសឹងតែគ្រប់អស់ហើយបាទឃើញគ្រប់ទីកន្លែងនៅសំណង់គឺចាប់ផ្ដើមកសាងវិញធម្មតាបាទបន្ទាប់ពីចូលឆ្នាំហើយអញ្ចឹងណាអត់តាមផ្លូវរបស់យើងឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំធ្វើដំណើរបាទមកខាងលេខហើយចាំខ្ញុំក៏ឆ្វែងជុំដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញហើយនេះគឺសាលាឆាន់បាទព្រឹកនេះឥឡូវហ្នឹងម៉ោងបាទ8ជាងហើយព្រឹកនេះយើងស្ងាត់បាទអត់តន់ឃើញមានពុទ្ធបរិស័ទអីមកវត្តបាទដោយសំម្ដងទេបាទរដងម៉ោង8អីឃើញមានខ្លះឡើងហើយគឺស្ងាត់តិចបាទបាទแล้วខ្ញុំធ្វើដំណើរទៅមុខទៀតបាទដើម្បីបង្ហាញទស្សនវិជ្ជា
ทางขนมបាទលោកខ្ញុំបន្តដំណើរទៅមុខទៀតពុកម៉ែបងប្អូនឃើញហើយថាព្រឹកនេះបាទអត់ទាន់ឃើញមានពុទ្ធបរិស័ទបាទមកពីចម្ងាយទេណាហើយនៅកន្លែងសាឡុងឃើញយាយកន្លែងរៀបចង្ហាន់លោកហ្នឹងភាគច្រើនគឺពួកគាត់នៅក្នុងវត្តហ្នឹងតែម្ដងបាទបាទយើងផ្លូវយើងធ្វើម្ដងនេះទៀតនេះយើងរៀបចំធ្វើផ្លូវដែលធ្វើពីឥដ្ឋហ្នឹងរាប់នឹងសាឡុងផងដែរពុកម៉ែបងប្អូនទាំងនេះបាទតោះឥឡូវខ្ញុំមកធ្វើដំណើរទៅមុខទៀតបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតពុកម៉ែបងប្អូនទាំងគ្នាទិដ្ឋភាពនេះនៅវេលាព្រឹកបាទថ្ងៃទី21ថ្ងៃបាទថ្ងៃទី21ខែមេសាវេលាម៉ោង8ជាងបាទ8ព្រឹកហ្នឹងហើយដោយបានឃើញអញ្ចឹងបាទទិដ្ឋភាពនៅក្នុងវត្តគឺមានតែបាទជាងទេព្រឹកនេះអត់ទាន់ឃើញមានពុទ្ធបរិស័ទអីបាទជើញមកទេបាទហ្នឹងណាបាទចាំមើលថ្ងៃអាចនឹងមានច្រើនអញ្ចឹងណាបាទឥឡូវខ្ញុំបន្តដំណើរទៅមុខទៀតហើយកន្លែងកត់លួងកន្លែងកត់លួងកន្លែងមហាកត់បាទពងកាត់ស្មៅនៅខាងក្នុងបាទកាត់ស្មៅគឺអាគារបាទពិភពបំណងឬក៏អាគារបាទសម្ដេចគតិព្រះបណ្ឌិតមកមួយនោះគ្នាបាទពងពុកព្រឹសបាទថ្ងៃ
แล้วខ្ញុំបន្តដំណើរទៅមុខទៀតដូចខ្ញុំបានបញ្ជាក់ពីខាងដើមវីដេអូអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំសូមផ្តិតយកបាទទស្សនវិជ្ជានៅក្នុងបរិវេណវត្តបាទសិនទេដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញអំពីទស្សនវិជ្ជាបាទនៅក្នុងបរិវេណវត្តនៅព្រឹកនេះហើយវីដេអូបន្តទៀតខ្ញុំនឹងធ្វើដំណើរផ្តិតយកបាទទស្សនវិជ្ជានៅខាងក្រៅហើយនឹងនៅលើកោះបាទដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញបាទមួយផ្នែកបាទអញ្ចឹងណាបាទហើយព្រឹកនេះមេឃសន្ទុំល្អមែនទេបាទថ្ងៃទី21នេះហើយថ្ងៃនេះត្រូវនឹងថ្ងៃច័ន្ទបាទថ្ងៃនេះថ្ងៃច័ន្ទទី21ហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំក៏តែងតែប្រកាសនៅពិធីបុណ្យបាទធំមួយនៅក្នុងវត្តបាទនៅថ្ងៃទី10 ខែ 5បាទដូចជាកម្មវិធីបាទឆ្លងបាទសមិទ្ធផលនៅក្នុងវត្តអញ្ចឹងណានៅថ្ងៃទី10 ខែ 5ហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបានចូលរួមឲ្យបានច្រើនហ្នឹងហើយបើយើងគិតទៅនៅសល់ខ្ទង់19ថ្ងៃអីទៀតទេបាទដល់ហើយបាទហើយខាងមុខនេះគឺខ្លោងទ្វារទី5របស់វត្តបាទខាងមុខនេះហើយនេះបន្ទប់ទឹកណាជាប់គ្នាហ្នឹងបន្ទប់ទឹកនៅក្នុងវត្តហ្នឹងណារីឯខាងនេះវិញគឺជាកន្លែងដែលសាងសង់សម្រាប់កន្លែងស្រង់ព្រះបាទមកគ្នានេះកន្លែងស្រង់ព្រះហើយខាងនេះពុកម៉ែបងប្អូនទាំងពីរខាងនេះគឺជាសាលាសហទេវាសភាឬក៏សហទេវាសភាសាលាអញ្ចឹងណាបាទតែកាលពីមុនខ្ញុំហៅថាសាលាឆាន់ប៉ុន្តែឥឡូវខ្ញុំហៅតាមឈ្មោះដែលវត្តបានដាក់បាទអញ្ចឹងណាដោយសារតែសាលាឆាន់គឺយើងឃើញដាក់ប៉ាយនៅកន្លែងសាលាលួងវិញអញ្ចឹងខ្ញុំហៅតាមbanner ដែលវត្តបានដាក់អញ្ចឹងណាពុកម៉ែបងប្អូនទាំងនេះហើយនេះជាងមកបាទធ្វើការវិញអស់ហើយបាទអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទវីដេអូមួយនេះខ្ញុំបាទចំណូលសូមបញ្ចប់តែប៉ុណ្្នឹងសិនបើមានបាទខ្វះខាតលើសលួសត្រង់ណាបាទសូមខន្តីអធិស្ឋានហើយបាទខ្ញុំនឹងបន្តបាទប្រតិកម្មបន្ថែមទៀតបាទនៅក្នុងបរិវេណវត្តនឹងអស់ឲ្យពុកម៉ែបងប្អូនបានទស្សនាសម្រាប់ថ្ងៃនេះបាទអញ្ចឹងមានប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយៗបន្តទៀតបាទ